ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះលោកបងប្អូនមកមើលកូនស្រីរបស់ខ្ញុំគាត់ធ្វើការ៉េមដូងដោយសារគាត់ចង់ញ៉ាំការ៉េមនៅក្នុងហើយគឺឲ្យគាត់រៀនធ្វើការ៉េមដោយខ្លួនឯងដោយយកដូងក្រអូបយកមកធ្វើជាការ៉េមនេះគឺយើងយកដូងមកចាក់យកទឹករួចកោសសាច់ដាក់ក្រឡុកឲ្យម៉ត់បន្ទាប់មកយើងចាក់ទឹកដូងបន្តិចដើម្បីងាយស្រួលក្នុងការក្រឡុកពេលដែលយើងក្រឡុកម៉ត់យើងទុកដូងដែលក្រឡុកហ្នឹងមួយឡែកសិនយើងនាំគ្នាមកមើលការធ្វើការ៉េមវិញម្ដងយើងចាក់ទឹកដូងបន្ទាប់មកដាក់ម្សៅឆាបន្តិចដាក់អំបិលបន្តិចរួចយើងកូរឲ្យសព្វបន្ទាប់មកចាក់ទឹកដោះគោខាប់ចំនួន1កំប៉ុងកូរឲ្យសព្វរួចហើយយើងយកដាក់លើភ្លើងប៉ុន្តែនៅពេលដាក់លើភ្លើងគឺយើងបើកភ្លើងរឹមហើយកូររហូតដល់វាឡើងខាប់ដល់ឃើញកូររហូតដល់វាឡើងខាប់វាមានពពុះវាពុះតែនៅថាវាឆ្អិនរួចរាល់ហើយដល់ពីយើងកូរវាឲ្យខាប់រួចហើយយើងបិទភ្លើងតឡើងពុះដែរបងប្អូនពុះព្រួយចឹងមកហើយយើងក៏បន្លត់ភ្លើងរួចទុកឲ្យវាត្រជាក់បន្ទាប់ពីត្រជាក់មកយើងយកសាច់ដូងដែលយើងត្រឡុកមុនហ្នឹងយកមកដាក់លាយច្របល់ឲ្យសព្វជាមួយគ្នាតមកយើងយកវាមកចាក់ដាក់នៅក្នុងចានឬក៏ក្នុងអ្វីក៏បានដែរឲ្យបងប្អូនចង់ដាក់ឬក៏ប៉ុងអីដើម្បីបិទជិតហើយយើងយកទៅដាក់ផ្លាស្ទិកកន្លះកកទុករយៈពេល1យប់នោះលទ្ធផលក្រោយពី1យប់មកនេះយើងបានការ៉េមដូងក្រអូបដែលមានរសជាតិឈ្ងុយឆ្ងាញ់ចឹងបងប្អូនមកសាកញ៉ាំការ៉េមដូងជាមួយខ្ញុំទាំងអស់គ្នាសូមអញ្ជើញពិសាដោយរីករាយពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ណាស់បងប្អូនបើមិនជឿសាកមើលជម្រាបលាពុកម៉ែបងប្អូនដែលបានតាមទាំងអស់គ្នានេះគឺជាការ៉េមដូងដែលមានរសជាតិឈ្ងុយឆ្ងាញ់